បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពខោអាវពេលយើងបោកគក់ហើយហាលហើយអញ្ចឹងបងប្អូននិតគុណភាពហើយយើងត្រូវបត់ចងយកមកដាក់នឹងស្តុបនេះបងប្អូនស្តុបគឺមានច្រើនបែងចែកតាម style តាម PO វាអញ្ចឹងបងប្អូនតាមពណ៌តាមខោតាមអាវអញ្ចឹងបងប្អូនតាមរោងចក្រផ្សេងគ្នាអញ្ចឹងណាចឹងគឺមានច្រើនបងប្អូនគឺរាប់ពាន់រាប់ម៉ឺនខោក្នុងមួយថ្ងៃបងប្អូនមានតាម PO តាមពណ៌វាអញ្ចឹងមានពណ៌ខ្មៅពណ៌សពណ៌ខៀវអីចឹងបងប្អូនច្រើនណាស់បងប្អូនដល់ខាងនោះហ្នឹងហើយបន្ទាប់ពីយើងដាក់ហើយគឺយើងមានអ្នកដឹកជញ្ជូនដាក់ចូលអាទិះយកឡើងទៅខាងរោងចក្រគេវិញអញ្ចឹងបងប្អូនទៅខាងភ្នំពេញទៅតាមខេត្តផ្សេងតាមដែលយើងយកមកពីរោងចក្រណាគឺយើងបោកហើយយើងបញ្ជូនទៅរោងចក្រហ្នឹងវិញអញ្ចឹងបងប្អូនចឹងហើយផ្នែកវាមានផ្សេងគ្នាអញ្ចឹងបងប្អូនដូចពួកគាត់នេះខាងបញ្ជូនយកទៅឡើងឡានអញ្ចឹងបងប្អូនបន្ទាប់ពីដាក់ពេញអាទិះគាត់រុញយកទៅកន្លែងឡើងខោអញ្ចឹងបងប្អូនឡើងដាក់ឡានទៅរោងចក្រគេវិញអញ្ចឹងណាចឹងគាត់រុញហើយគាត់យកអាទិះដែលឡើងហើយយកមកដាក់ទៀតអញ្ចឹងបងប្អូនហ្នឹងហើយមកដល់ខាងនេះខាងជំនាញខាងឡើងខោអញ្ចឹងរាប់ចំនួនច្បាស់លាស់អញ្ចឹងបងប្អូនចឹងហើយបងប្អូនអ្នកឡើងគឺមាន3នាក់អញ្ចឹងណាមានខាងតកងឡានមួយខាងរោងចក្រមួយនិងខាងសន្តិសុខមួយអញ្ចឹងបងប្អូនដើម្បីពេលយើងឡើងកុំឲ្យវាច្រឡំអញ្ចឹងពេលច្រឡំយើងអាចរាប់សារថ្មីបងប្អូនខ្លាចមានបញ្ហាខុសអីវ៉ាន់អីគេអញ្ចឹងណាអញ្ចឹងយើងត្រូវផ្ទៀង3នាក់ឲ្យបានដូចគ្នាអញ្ចឹងបងប្អូនដើម្បីយើងបញ្ជូនទៅដល់រោងចក្រគេវាអត់ខុសចំនួនអញ្ចឹងបងប្អូនចឹងមានអ្នកនៅលើចាំរៀបមួយអញ្ចឹងបងប្អូននៅក្រោមបោះ2នាក់អញ្ចឹងទៅរាប់ចំនួន3នាក់បងប្អូនខាងសន្តិសុខមួយខាងតកងឡានមួយនិងខាងប្រធានគេខាងរោងចក្រមួយអញ្ចឹងបងប្អូនដើម្បីឲ្យច្បាស់លាស់ពេលយើងរាប់ហើយយើងកត់នៅដាក់ក្នុងសភៅអញ្ចឹងបងប្អូនដើម្បីផ្ទៀងផ្ទាត់វាត្រូវគ្នាអញ្ចឹងណាហើយអ្នកដែលគាត់មកយកគឺគាត់យកថែមទៀតអញ្ចឹងបងប្អូនព្រោះឡានមួយធំណាបងប្អូនរាប់ពាន់រាប់ម៉ឺន